រឿងបរោះដណ្ដឹងប្រពន្ធកាលពីព្រេងនាយមានបរោះកំឡោះម្នាក់ឈ្មោះចៅកែវជាមនុស្សមានចិត្តស្មោះត្រង់និងខំប្រឹងធ្វើការងារខ្លាំងណាស់ចៅកែវបានប្រតិបត្តិស្រឡាញ់នារីម្នាក់នៅក្នុងភូមិផងរបងជាមួយយ៉ាងជ្រាលជ្រៅដោយសារក្តីស្រឡាញ់ដ៏ស្មោះគេក៏បានពឹងពាក់ចាស់ទុំឲ្យចូលទៅស្ដីដណ្ដឹងនាងជាប្រពន្ធតាមប្រពៃណីប៉ុន្តែខាងឪពុកម្ដាយក្មេកជាមនុស្សចិត្តកំណាញ់និងមានល្បិចកលច្រើនដោយមិនចង់ឲ្យកូនស្រីទៅចៅកែវងាយឬចង់ធ្វើបាបចៅកែវឲ្យអាចិតពួកគាត់ក៏បានដាក់លក្ខខណ្ឌដ៏សែនលំបាកមួយថាបើចៅឯងចង់បានកូនស្រីយើងធ្វើជាប្រពន្ធលុះត្រាតែចៅឯងហ៊ានចុះទៅចង់ត្រាំទឹកស្ទឹងដ៏ត្រជាក់កកឲ្យបាន3យប់3ថ្ងៃពេញបើធ្វើបានយើងនឹងរៀបការកូនស្រីឲ្យភ្លាមប៉ុន្តែបើធ្វើមិនបានទេត្រូវដកថយទៅវិញដោយសារតែក្តីស្រឡាញ់ដ៏ធំធេងចៅកែវក៏យល់ព្រមតាមលក្ខខណ្ឌដោយមិនស្ទាក់ស្ទើរលុះដល់វេលាយប់ធ្លាក់ខ្យល់រងាត្រជាក់ដល់ឆ្អឹងចៅកែវបានចុះទៅក្នុងស្ទឹងហើយឲ្យគេចងខ្លួនជាប់នឹងសស្ពានទឹកស្ទឹងត្រជាក់ដូចទឹកកកខ្យល់បក់រហឹមធ្វើឲ្យចៅកែវញ័រត្រើតធ្មេញទង្គិចគ្នាតាត់ចៅកែវខិតខំទ្រាំទ្រអស់2យប់2ថ្ងៃយ៉ាងវេទនាលុះឈានចូលដល់យប់ទី2នាពេលអាធ្រាត្រខណៈដែលចៅកែវចិត្តនឹងទ្រាំលែងបានទៅហើយនោះគេក៏ក្រឡេកមើលទៅចម្ងាយរាប់សិបយោជន៍ចំកំពូលភ្នំមួយហើយបានឃើញពន្លឺភ្លើងតូចមួយកំពុងឆេះរឹមដោយសារតែរងាពេកចៅកែវក៏បានលើកដៃទាំងពីរឡើងតម្រង់ទៅទីភ្នំនោះធ្វើកាយវិការដូចជាកំពុងអាំងភ្លើងលេងដើម្បីបំភ្លេចភាពត្រជាក់ក្នុងចិត្តព្រឹកឡើងឪពុកក្មេកបានមកមើលហើយសួរដោយកំហឹងថាចៅកែវកាលពីយប់មិញអញឃើញចៅឯងលើកដៃអាំងភ្លើងដែលឆេះនៅលើកំពូលភ្នំនោះចៅឯងបានកម្ដៅពីភ្លើងនោះហើយដូច្នេះចៅឯងបានល្មើសសន្យាអញមិនឲ្យកូនស្រីទៅចៅឯងដាច់ខាតចៅកែវភ្ញាក់ផ្អើលនឹងតវ៉ាទាំងអួរដល់មកថាភ្លើងនៅចម្ងាយរាប់សិបគីឡូម៉ែត្រលើកំពូលភ្នំមិននឹងអាចបញ្ជូនកម្ដៅមកដល់ក្នុងទឹកស្ទឹងបានប៉ុន្តែឪពុកក្មេកមិនព្រមស្ដាប់ឡើយហើយដេញចៅកែវចេញពីផ្ទះដោយក្តីជឿចាប់និងខឹងសម្បានឹងអយុត្តិធម៌ចៅកែវក៏បានធ្វើដំណើរទៅប្តឹងចៅក្រមប្រចាំតំបន់ឲ្យជួយរកយុត្តិធម៌ចៅក្រមបានកោះហៅឪពុកម្ដាយខាងស្រីមកជំនុំជម្រះប៉ុន្តែឪពុកក្មេកខលខូចនោះបានលួចយកប្រាក់និងមាសសូប៉ាន់ឲ្យចៅក្រមជាសម្ងាត់កាលបើបានស៊ីសំណូករួចហើយចៅក្រមក៏កាត់ក្តីដោយអក្តិថាចៅកែវចៅឯងត្រូវចាញ់ក្តីគេហើយកាលបើអញលើកដៃអាំងភ្លើងទោះនៅឆ្ងាយយ៉ាងណាក៏ដោយក៏គង់តែបានកម្ដៅដែរដូច្នេះឯងមិនត្រូវទទួលបានកូនស្រីគេឡើយឥឡូវដើម្បីលាងទោសដែលឯងមកញ៉ាំញីតុលាការឯងត្រូវទៅរៀបចំដាំបាយធ្វើម្ហូបយកមកឲ្យយើងស៊ីភ្លាមចៅកែវvừaហើយតូចចិត្តជាខ្លាំងគេដើរចេញពីសាលាវិញឆៃទាំងទឹកភ្នែកហូរស្រក់ស្រោចថ្ពាល់តូចចិត្តនឹងវាសនាខ្លួនឯងដែលក្រហើយថែមទាំងត្រូវគេជិះជាន់ទៀតខណៈពេលកំពុងដើរបណ្ដាយំបណ្ដាតាមផ្លូវចៅកែវក៏បានប្រទះឃើញសុភាទន្សាយកំពុងអង្គុយទំពាស្មៅឃើញចៅកែវយំសោកសង្រេងខ្លាំងពេកសុភាទន្សាយក៏ស្រែកសួរថាណែបងប្រុសតើមានរឿងអូស្ការអ្វីបានជាដើរយំសោកបោកខ្លួនដូចមេក្រុមយ៉ាងនេះចៅកែវក៏បានរៀបរាប់រឿងរ៉ាវទាំងអស់តាំងពីការត្រាំទឹកការឃើញភ្លើងលើកំពូលភ្នំរហូតដល់ចៅក្រុមស៊ីសំណូកកាត់ឲ្យចាញ់ហើយថែមទាំងប្រើឲ្យទៅធ្វើបាយឲ្យស៊ីទៀតសុភាទន្សាយស្ដាប់ក៏ញឹមរួចពោលថាបងប្រុសកុំព្រួយចិត្តរឿងប៉ុណ្ណឹងតូចតាចណាស់ឥឡូវបងឯងទៅប្រញាប់ដាំបាយនិងស្លឹកត្រីបន្លែឲ្យឆ្អិនប៉ុន្តែចាំបណ្ដាំអញក្នុងការសើនោះដាច់ខាតកុំដាក់អំបិលឬប្រហុកចូលក្នុងឆ្នាំងឲ្យសោះត្រូវយកអំបិលនិងប្រហុកដាក់ក្នុងចានដាច់ដោយឡែកហើយដាក់ក្បែរឆ្នាំងសើនោះទៅបានហើយលុះធ្វើរួចបងឯងមកអញ្ជើញអញទៅជាមួយអញនឹងទៅជួយជំរះក្តីឲ្យបងឯងធានាថាលើកនេះមុខជាឈ្នះក្តីភាគរយចៅកែវដូច្នោះមានចិត្តអណាស់ក៏ប្រញាប់ទៅធ្វើតាមបញ្ជាសុភាទន្សាយយ៉ាងខ្ជាប់ខ្ជួនបន្តិចក្រោយមកចៅកែវបានយួរស្រាក់បាយនិងអញ្ជើញសុភាទន្សាយធ្វើដំណើរទៅកាន់សាលាក្តីកាលបើចៅក្រមបានឃើញសុភាទន្សាយដើរចូលមកក៏សួរដោយចម្លែកចិត្តថាអើបងទន្សាយតើបងមកទីនេះមានការអ្វីដែរសុភាទន្សាយឆ្លើយយ៉ាងសមរម្យថាបាទលោកចៅក្រមខ្ញុំបាទមកនេះគឺដើម្បីជួយមើលការជំនុំជម្រះក្តីឡើងវិញដើម្បីឲ្យបានត្រឹមត្រូវតាមច្បាប់ចៅក្រមញឹមបិទមាត់មិនជិតព្រោះឃើញបាយសម្យកមកដល់ក៏ពោលថាល្អហើយបើដូច្នោះចាំយើងស៊ីបាយរួមគ្នាឆ្អែតសិនសឹមនិយាយគ្នាបន្តចៅក្រមក៏ចាប់ផ្ដើមដួសសម្លស៊ុបមកស្រូបបាយរួចបញ្ចូលទៅក្នុងមាត់ភ្លាមនោះចៅក្រមធ្វើមុខជូរស្ដោះចេញមកវិញរួចស្រែកសួរដោយកំហឹងថាហេតុអ្វីបានជាសំនេះសាបដូចទឹកទន្លេយ៉ាងនេះគ្មានជាតិអំបិលប្រហុកបន្តិចសោះតើនរណាជាអ្នកសុភាទន្សាយក៏បានឆ្លើយឡើងភ្លាមដោយសម្ដីមុតមមនិងមានប្រាជ្ញាថាលោកចៅក្រមដ៏ខ្ពង់ខ្ពស់ចែកប្រហុកនិងអំបិលខ្ញុំបានដាក់នៅក្នុងចានក្បែរឆ្នាំងសំមនុស្សរួចហើយចុះហេតុអ្វីបានជាចៅក្រមថាភ្លើងឆេះនៅលើកំពូលភ្នំនៅចម្ងាយរាប់សិបយោជន៍អាចបញ្ជូនកម្ដៅមកក្ដៅដល់ចៅកែវដែលនៅក្នុងទឹកស្ទឹងបានចុះត្រឹមតែអំបិលនិងប្រហុកដាក់នៅក្បែរឆ្នាំងសំប៉ុណ្ណោះហេតុអ្វីក៏មិនអាចជ្រាបប្រៃចូលទៅក្នុងឆ្នាំងសំបានផងកាលបើបាននៅប្រយោគដ៏មុតស្រួចរបស់សុភាទន្សាយភ្លាមចៅក្រមក៏តបប្រាជ្ញាមុខឡើងក្រហមដូចពេញប៉ោះ
គ្មានពាក្យអ្វីនឹងតាំងឬដោះស្រាយបានឡើយព្រោះកែប្រែហេតុផលមិនរួចដោយកោតខ្លាចប្រាជ្ញារបស់សុភាទន្សាយនឹងខ្មាស់គេខ្លាំងពេកចៅក្រមក៏បានវីញូកាត់សេចក្តីជាថ្មីភ្លាមថាចៅកែវជាអ្នកឈ្នះក្តីយ៉ាងពេញលេញហើយបង្ខំឲ្យគ្រួសារខាងស្រីរៀបការកូនស្រីឲ្យទៅចៅកែវតាមសន្យាដោយគ្មានលក្ខខណ្ឌអ្វីទៀតឡើយចាប់ពីពេលនោះមកចៅកែវនិងភរិយាបានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលដោយសារតែចំណេះប្រាជ្ញាដ៏ឈ្លាសវៃរបស់សុភាទន្សាយជួយសង្គ្រោះ